Kamtauli Podcast, a place where you can listen to a series of Dharma and knowledge. ជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Kamtauli Podcast នៅអេពីសូតទី11នៅក្នុងសប្តាហ៍នេះគឺយើងដល់ចម្ពោះទី5ដែលមានចំណងជើងថាគ្មានអគតិធម៌តាំងចិត្តឧបេក្ខាចក្រវាឡគ្មានសេចក្តីអត់ឱនប្រោះប្រណីអ្វីទាំងអស់ប្រៀបដូចជាព្រះធម៌គ្មានចិត្តលំអៀងប្រកាន់យកខាងណាទេព្រះធម៌ផ្ដល់កំណត់ឲ្យធម្មជាតិសពសារពើមានទាំងល្អមានទាំងអាក្រក់ហើយចាត់ទុកជីវិតទាំងឡាយដូចជាទីងមងចម្បាំងមានទ្រង់ទ្រាយជាសត្វសុណក់ទីងមងដែលសាងឡើងពីចម្បាំងសប្បុរសទាំងឡាយដែលជ្រួតជ្រាបពីព្រះធម៌មិនលំអៀងចិត្តប្រកាន់យកខាងណាទេហើយមានកិរិយាប្រព្រឹត្តចំពោះមនុស្សសត្វទាំងអស់ដូចគ្នាមេឃនិងដីមានប្រឡោះចំហដូចជាខ្លុយមានរន្ធចំកណ្ដាលប្រហោងទទេមែនពិតតែមានអំណាចខ្យល់ចេញមិនចេះអស់បើកាន់តែផ្លុំបញ្ចេញខ្យល់លាន់សំឡេងខ្យល់ចេញកាន់តែខ្លាំងបើរវល់តែពីនិយាយរៀបរាប់បោបាច់ច្រើនសំឡេងខ្យល់ធ្លាយចេញមកកាន់តែតិចរីឯចំពោះព្រះធម៌បើនិយាយរៀបរាប់បោបាច់ពីមេគាតោកាន់តែច្រើននិងជ្រួតជ្រាបពីមេគាតោកាន់តែតិចនៅក្នុងជីវិតប្រចាំថ្ងៃគ្មានជំរើសអ្វីដែលក៏ប្រសើរជាងការប្រកាន់យកមេគាកណ្ដាលឡើយត្រង់ចំណុចថាប្រៀបដូចជាទីងមងចម្បាំងទីនេះគឺចង់សម្ដៅថាពេលធ្វើពិធីសែនព្រេនបួងសួងមនុស្សតែងតែថ្វាយទឹកផ្លែឈើអាហារព្រោះការសម្លាប់សត្វរស់មកធ្វើជាសក្ការៈបូជាការប្រព្រឹត្តមិនសមរម្យហើយដូច្នេះមនុស្សសាងទីងមងចម្បាំងជាកិច្ចឧបដឹកឡើងក្រៅពីនេះទីងមងចម្បាំងមិនសូវត្រូវការចំណាយប្រាក់ច្រើនឬចាំបាច់ត្រូវចំណាយប្រាក់ជាវឡើយទីងមងចម្បាំងនេះតំណាងឲ្យសេចក្តីស្រឡាញ់យកចិត្តទុកដាក់កិត្តិយសដែលមនុស្សមានចំពោះទេវតាគង់នៅឋានសួគ៌ការនេះឯងទើបមេគាតោប្រៀបដូចជាមេឃដីដែលផ្ដល់កំណត់ឲ្យគ្រប់យ៉ាងហើយនៅក្នុងជីវិតប្រចាំថ្ងៃបើយើងជួបមនុស្សមានះខ្លាំងយើងក៏បីស្ងប់ស្ងៀមមិនក៏បីនិយាយប្រណាំងប្រជែងទេព្រោះជនមានះមិនស្ដាប់អ្នកណាឡើយបើជួបមនុស្សដែលមានការយល់ដឹងខុសគ្នាក៏បីមិនចាំបាច់និយាយច្រើនតែក៏បីស្ងប់ស្ងៀមព្រោះជៀសវាងការជជែកវែកញែកទាំងសរសៃកដាក់គ្នាហើយបង្កើតបានតែអ្នកចាញ់និងអ្នកឈ្នះអ្នកចាញ់នឹងនិយាយអាក្រក់ពីយើងនៅខាងក្រោយខ្នងករណីដែលជជែកវែកញែកត្រូវខុសហើយតែរកខុសត្រូវមិនឃើញឬគ្មានអ្នកទទួលខុសត្រូវយើងក៏បីស្ងៀមប្រសើរជាងបន្តវែកញែកនៅក្នុងអត្ថបទដើមនេះគឺចង់និយាយអំពីការដែលយើងតាំងសតិយើងឲ្យនៅចំកណ្ដាលគឺជាការដែលប្រកាន់យកមេគាកណ្ដាលប្រៀបដូចជាមេឃដីដែលព្រះអង្គស្របនៅធម៌កណ្ដាលគឺមិនលំអៀងទៅខាងណានៅឡើយមិនថាល្អឬក៏អាក្រក់គឺព្រះអង្គគឺស្មើភាពនៅចំចំណុចកណ្ដាលអញ្ចឹងបើសិនជាយើងប្រកាន់មេគាធម៌កណ្ដាលហើយយើងជ្រួតជ្រាបនៅអត្ថន័យពធបានជ្រៅជ្រះនោះការនិយាយរបស់យើងក៏មិនសូវជានិយាយច្រើនដែរមានន័យថាគឺយើងយល់ដឹងជ្រៅគឺយើងអត់សូវរៀបរាប់ច្រើននៅអ្វីដែលអត់ប្រយោជន៍នោះទេព្រោះការយល់ដឹងគឺវាអាស្រ័យនៅក្នុងចិត្តរបស់យើងដែលនៅស្ថិតនៅក្នុងជំរឿចិត្តយ៉ាងជ្រៅក្នុងចិត្តរបស់យើងរីឯអ្វីដែលយើងនិយាយចេញមកក្រៅគ្រាន់តែជាការអប់រំជាការណែនាំតែអត្ថន័យខ្លឹមសាររស់ពិតប្រាកដតើតែយើងជាអ្នកសាងបដិបត្តិទៅយើងអាចទទួលជ្រួតជ្រាបបានដូចជាយើងឃើញអាហារមួយប្រភេទអញ្ចឹងគេថាអាហ្នឹងមានរសជាតិប្រៃបើសិនជាយើងអត់ទាន់បានសាកញ៉ាំទេគឺយើងអត់ដឹងថាវាមានរសជាតិប្រៃបែបណាឬក៏រសជាតិបែបណាទេតើតែយើងជាអ្នកទទួលទានទើបយើងដឹងថាវារសជាតិយ៉ាងម៉េចអញ្ចឹងមេគាព្រះធម៌គឺដូចគ្នាដែរស្ថិតនៅចំណុចកណ្ដាលជាមេគាកណ្ដាលគឺអត់ស្ថិតនៅក្នុងខាងណានោះទេគឺចំណុចកណ្ដាលដូចជាមេឃនិងដីអញ្ចឹងគឺព្រះអង្គស្របនៅតាមព្រះធម៌មិនប្រកាន់
ពួកឬក៏មិនប្រកាន់ទៅផ្លូវអមខាងណានោះឡើយអញ្ចឹងអ្វីដែលខ្ញុំបានអានហើយនឹងរៀបរាប់នេះគ្រាន់តែជាការយល់ដឹងតិចតួចទេអញ្ចឹងក៏អ្នកទាំងអស់គ្នាអាចស្ដាប់ឡើងវិញហើយពិចារណាម្ដងឃ្លាមួយឃ្លាទៅវាអាចយល់ជ្រួចជ្រាបបានដោយសារតែការបកស្រាយវាមិនអាចពណ៌ត្រូវនៅជំរឿននៃអត្ថន័យពធបានទេតែនេះគ្រាន់តែជាការចែករំលែកអានជាការចែករំលែកជាធម្មតាដើម្បីជាការយល់ដឹងទាំងអស់គ្នាអញ្ចឹងសប្តាហ៍នេះក៏យើងនិយាយតាក់ទងទៅនឹងគ្មានអកតេធម៌ហើយតាំងចិត្តឧបេក្ខាតាំងចិត្តកណ្ដាហើយនៅសប្តាហ៍ក្រោយគឺយើងចដល់ចម្ពោះទី6ស្ងប់ស្ងៀមអមតៈអញ្ចឹងគឺអត្ថន័យពធយើងកាន់តែជ្រៅម្ដងបន្តិចហើយអញ្ចឹងគឺយើងនឹងសិក្សាស្វែងយល់ទាំងអស់គ្នាអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃគម្ពីរពធតទៅជីមកបានេះអញ្ចឹងនៅពេលនេះដែរខ្ញុំបានក៏សូមអរគុណហើយក៏សូមគោរពលាជួបគ្នានៅសប្តាហ៍ក្រោយ